director ដែលអ្នកដឹកនាំក្នុងរឿងគេរួមបញ្ចូលគ្រប់តួអង្គគឺមានប្រយោជន៍ទាំងអស់គឺសិតសឹងតែធ្វើអ្វីដែលឲ្យយើងអ្នកមើលអាចរៀនសូត្រពីខ្សែជីវិតរបស់តួអង្គម្នាក់បានជាពិសេសតួអង្គឯករបស់យើងឈ្មោះថាតាយខ្ញុំអត់ដឹងថាគេដូចខ្ញុំឲ្យទៅមើលកុនដឹងតែចង់មើលថាតម្លៃអប់រំនៅក្នុងកុននោះមានអីខ្លះបន្ទាប់ពីយើងមើលយើងអាចរៀនសូត្រពីអីខ្លះនៅក្នុងរឿងហ្នឹងហើយនេះខ្ញុំនាំអារម្មណ៍គ្នាយើងមកស្ដាប់ការ review ពីរឿងមួយដែលមានចំណងជើងថាតាយដែលនៅក្នុងរោងកុនគេដាក់ឈ្មោះថារឿងគំនុំកូនប្រុសរបស់ភាពយន្តមួយរបស់វៀតណាមរឿងហ្នឹងគឺនិយាយពីការតស៊ូរបស់ក្មេងប្រុសម្នាក់ដែលឈ្មោះតាយហើយសាច់រឿងទាំងមូលគឺល្អមើលសម្រាប់ខ្ញុំហើយគ្រប់តួអង្គដែល director ដែលអ្នកដឹកនាំក្នុងរឿងគេរួមបញ្ចូលគ្រប់តួអង្គគឺមានប្រយោជន៍ទាំងអស់គឺសិតសឹងតែធ្វើអ្វីដែលឲ្យយើងអ្នកមើលអាចរៀនសូត្រពីខ្សែជីវិតរបស់តួអង្គម្នាក់បានជាពិសេសតួអង្គឯករបស់យើងឈ្មោះថាតាយគឺជាក្មេងម្នាក់ដែលមានការតស៊ូដូចជាតាំងពីក្មេងរហូតដល់ធំពីក្មេងគឺគេទទួលបានអំពើហិង្សាពីឪពុកដោយសារឪពុកតាយគឺជាអ្នកញៀនស្រាហើយរីឯម្ដាយគឺកាលពីក្មេងម្ដាយតាយមិនមែនអ្នកត្រឹមត្រូវធម្មតាហើយអ្នកស្រឡាញ់កូនអីចឹងប៉ុន្តែលុះដល់ពេលគ្រាមួយតាយធំឡើងបែរជាម្ដាយគឺគាត់គិតមិនទៅកើតជាអ្នកលេងល្បែងវក់ល្បែងមែនតើរហូតធ្វើឲ្យតាយហ៊ានលះបង់គ្រប់យ៉ាងដើម្បីលុះម្ដាយដោយសារម្ដាយវក់លេងល្បែងពេកធ្វើឲ្យជាប់អំណុលគេអញ្ចឹងហើយមានក្រុមអន្តពាលមួយក្រុមដែលគេផ្សំគំនិតជាមួយអ្នកអត់ល្អធ្វើបាបម្ដាយតាយដោយសារតែម្ដាយតាយគឺជាពាក់ពួកនឹងជាពាក់លុយរាប់លានដងរាប់លានអីចឹងទៅធ្វើឲ្យតាយនឹងកូនប្រុសម្នាក់នឹងគឺតស៊ូមែនតើមានគ្រាមួយកាលពីក្មេងខ្ញុំចាំបានថាតួអង្គតាយកាលពីក្មេងគឺឪពុករបស់តាយគឺស្អប់តាយខ្លាំងមែនតើរហូតយកអាតាយនឹងយកទៅដាក់ក្នុងដងគ្នាយើងគិតមើលយកដាក់ក្នុងដងហើយតាចេះហែទឹកទេហើយពេលហ្នឹងមួយគឺម្ដាយឃើញតាយនៅក្នុងដងម្ដាយក៏យកខ្សែពូឲ្យតាយតោងឲ្យប្រឹងទាញគ្នាចេញពីដងមើលទៅកំសត់មែនតើលុះដល់ពេលតាយធំហើយពួកអាក្រុមហ្នឹងក៏យកម្ដាយតាយដាក់ក្នុងទូកុងតឺន័រហើយទម្លាក់ចូលទឹកប៉ុន្តែវាអត់ទាន់ចូលទឹកទេទៅតាយខើនរត់ទៅទាញខ្សែពូដែលគេចងនឹងទូកុងតឺន័រហ្នឹងហើយខ្សែពូដែកហ្នឹងទាំងអស់គ្នាហើយពេលហ្នឹងហើយគឺវានឹកសម័យតាយនឹកសម័យដល់ពេលដែលគ្រាមួយដែលខ្លួនឯងនៅក្មេងហើយម្ដាយទាញខ្លួនចេញពីដងហើយពេលហ្នឹងគឺអូយអ្នកមើលរួមទាំងខ្ញុំផងដែរគឺស្លុតចិត្តមែនតើដាក់មនោសញ្ចេតនាសឹងតែហូរទឹកភ្នែកកន្លែងហ្នឹងចឹងរីកមិនឲ្យគ្នាយើងទៅមើលមែនតើដោយសាររឿងហ្នឹងគឺល្អមើលបង្កប់អត្ថន័យការអប់រំល្អមើលមែនតើចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយហើយអធិស្ឋានផងដែរអ្នកទាំងគ្នាសម្រាប់ចំណុចខ្វះខាតដោយសារខ្ញុំចេញវីដេអូដំបូងអត់ហ៊ាននិយាយច្រើនទេអត់ចេះនិយាយចឹងសង្ឃឹមថាវីដេអូក្រោយខ្ញុំអាចនិយាយល្អជាងហ្នឹងអរគុណគ្នាយើងជប់សិន rating ខ្ញុំឲ្យ7កន្លះលើ10ប៉ុណ្ណឹងអរគុណកុំភ្លេច Subscribe មួយផងបាយជួបគ្នាវីដេអូក្រោយ